ខ្ញុំឆ្ងល់ថាខ្ញុំនឹងធ្លាប់ថាព្រះសម្មាសម្ពុទ្ធបង្រៀនថាកុំយករបស់ដែលមានជាតិជរាព្យាធិមរណៈធ្វើជាទីពឹងចុះពាក្យថាខ្លួនទីពឹងខ្លួននោះខុសអីនឹងពាក្យមួយឃ្លាខាងលើដែរព្រោះខ្លួនក៏មានជារបស់ដែលចេះឈឺចេះស្លាប់ដែរនឹងឯងជាពាក្យកន្លឹះដែលយើងត្រូវធ្វើនៅសេចក្តីអត្ថាធិប្បាយស្រាយសេចក្តីកុំឲ្យមានការយល់ច្រឡំដោយសារសត្វលោកយើងវាជាប់ជាមួយនឹងខ្លួនខ្លាំងហើយជាប់ជាមួយនឹងអ្នកដទៃក៏ខ្លាំងមានការភ័យព្រួយក៏ខ្លាំងចឹងទៅត្រូវចង់បានគ្នាយកមកគ្រាន់នឹងបានជាទីពឹងពាក់បំណែកអាស្រ័យអីសពគ្រប់ចឹងទៅណាបាននេះទៅថាបានជាទីពឹងទៅរកនោះទៅបានជាទីពឹងឬក៏ថាអ្នកតូចចូលទៅរកអ្នកធំដើម្បីជាទីពឹងអីសពគ្រប់ហ្នឹងណាហ្នឹងហើយប៉ុន្តែធៀបពិតទៅអ្នកទាំងអស់នោះសុទ្ធតែមានជាតិជរាព្យាធិមរណៈហ្នឹងហើយចុះសំណួរសួរថាចុះថាអ្នកដទៃទៅចុះដែលយើងមានអ្នកដទៃទៅចុះថាមានជាតិជរាព្យាធិមរណៈចុះខ្លួនយើងដែលព្រះអង្គថាឲ្យយកជាទីពឹងហ្នឹងមិននៅក្នុងជាតិជរាព្យាធិមរណៈដែរឬជាការត្រឹមត្រូវណាខ្លួនយើងនេះក៏តាំងនៅក្នុងសភាពជរាព្យាធិមរណៈដែរប៉ុន្តែវាមានពីរកលៈកន្លែងហ្នឹងណាដែលព្រះអង្គដាស់តឿនស្មារតីយើងវាមានពីរកលៈការដែលថាមិនឲ្យយកអ្នកដទៃជាទីពឹងអ្នកដទៃដែលមានជាតិជរាព្យាធិមរណៈជាទីពឹងហ្នឹងគឺដើម្បីកាត់បន្ថយនូវភាពជ្រួលច្រាលរបស់យើងតែយើងមានភ័យចិត្តទៅរត់ទៅរយនេះរត់ទៅរយនោះហ្នឹងបន្ថយនូវភាពជ្រួលច្រាលបន្ថយនូវភាពភ័យខ្លាចបន្ថយនូវភាពជ្រួលច្របល់ដែលព្រះអង្គប្រាប់យើងយ៉ាងត្រង់កន្លែងហ្នឹងថារត់ទៅរកពឹងនៅនេះរត់ទៅរកពឹងនៅនោះទាំងដែលអ្នកទាំងនោះកំពុងតែភ័យដូចតែយើងដែរអានេះចឹងឧទាហរណ៍ថាគេក៏កើតកូវីដឯងកើតកូវីដរត់ទៅពឹងអ្នកកើតកូវីដដែរគេកំពុងតែកើតយើងកំពុងតែកើតជំងឺមហារីករត់ទៅពឹងមកមនុស្សកើតមហារីកដែរហ្នឹងហើយគឺយើងកំពុងតែផ្ដាសាយយើងរត់ទៅពឹងអ្នកផ្ដាសាយដែរឬក៏ថាបញ្ហាអីមួយចុះយើងវាអត់ចេះរឿងហ្នឹងយើងរត់ទៅរកអ្នកអត់ចេះដែរអញ្ចឹងវាអត់ប្រយោជន៍ទេកន្លែងហ្នឹងអត់ប្រយោជន៍ចុះមានន័យថាម៉េចយើងកើតកូវីដគេក៏កើតកូវីដដែរមិនក៏រត់ទៅរកពឹងអ្នកកើតកូវីដថាឲ្យមកពឹងខ្លួនឯងទាំងដែលខ្លួនឯងកើតកូវីដដែរនេះកន្លែងដែលថាឲ្យពឹងខ្លួនឯងទាំងដែលខ្លួនឯងមាន COVID ដែរហ្នឹងគឺឲ្យយើងប្រឹងថែរក្សាឲ្យយើងថែរក្សាសុខភាពគិតថាទៅយើងត្រូវធ្វើអីពីព្រោះគេក៏ឈឺដែរចុះយើងឈឺដែរយើងត្រូវធ្វើអីមិនរត់ទៅពឹងអ្នកឈឺដែរទេគឺត្រូវថែរក្សាសុខភាពមិនត្រូវព្យាបាលមិនអាហ្នឹងខ្ញុំឧទាហរណ៍ណាព្រោះឥឡូវទៅរត់ទៅរកគេទៅភ្លេចព្យាបាលខ្លួនឯងទៅខ្លួនយើងកាន់តែយ៉ាប់ហើយឆ្លងមេរោគកាន់តែខ្លាំងឡើងដូចពេលដែលយើងមានភ័យមានអីយើងរត់ទៅរកពឹងនេះពឹងនោះហ្នឹងជំងឺទឹកថែរបស់យើងកាន់តែច្រើនឡើងក្រាស់ឡើងយើងអត់បានព្យាបាលទេអញ្ចឹងណាយើងអត់បានប៉ុន្តែមកកលៈទៀតកាលណាបើយើងមើលមិនឃើញថាណាកាលណាបើយើងមើលមិនឃើញថាគ្មានរបស់ណាមួយជាទីពឹងរបស់យើងធ្វើឲ្យយើងរួចចាកទុកបានទេពីព្រោះរបស់ទាំងអស់ហ្នឹងសិតតែតាំងនៅក្នុងជាតិជរាព្យាធិមរណៈអញ្ចឹងត្រូវមើលខ្លួនឯងណាទៅពឹងលើខ្លួនឯងណាអញ្ចឹងសួរថាតើខ្លួនឯងហ្នឹងជាទីពឹងរបស់ខ្លួនឯងបានខ្លួនឯងល្មិចគឺទល់តែខ្លួនឯងហ្នឹងមានបញ្ញាខ្លួនឯងកន្លែងហ្នឹងជាខ្លួនឯងមានបញ្ញាគឺសំដៅទៅដល់តួបញ្ញាហ្នឹងតែម្ដងនឹងហើយបញ្ញាដែលคล้ายជាទីពឹងរបស់ខ្លួនឯងបានហ្នឹងគឺបញ្ញាមិនថាបញ្ញាដែលយល់ច្បាស់នៅសច្ចធម៌ឬក៏សតិដែលប្រព្រឹត្តទៅនៅក្នុងសតិប្បដ្ឋាននឹងឯងដែលមានបញ្ហាអ្វីហើយអាចរស់នៅជាមួយបច្ចុប្បន្ននឹងបានទទួលព្រមបានចំពោះធម៌ការរលត់ហ្នឹងហ្នឹងហើយស្បិតថាខ្លួនហ្នឹងបញ្ចក្ខន្ធហ្នឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងវាជាធម៌ការរលត់ដូចតែគេដែរក៏ប៉ុន្តែដល់តែខ្លួនហ្នឹងវារស់នៅប្រកបដោយបញ្ញាគឺព្រមទទួលបានលែងភ័យឃើញទៅជារឿងធម្មតាអូការកើតការចាស់ការឈឺការស្លាប់ជារឿងធម្មតាគឺត្រង់ដែលបញ្ញាកើតឡើងឃើញដល់សភាពធម្មតានៃរូបធម៌និងនាមធម៌នឹងឯងដែលឈ្មោះថាមានខ្លួនជាទីពឹងអញ្ចឹងណាអញ្ចឹងខ្លួននឹងនៅតែកើតរលត់អញ្ចឹងប៉ុន្តែខ្លួនដែលមានបញ្ញាគឺវាមិនជ្រួលច្បល់តទៅទៀតទេក្នុងន័យហ្នឹងណាក្នុងន័យហ្នឹងបើមិនជាយើងគ្រាន់តែមិនរត់រនអ្នកដទៃជាទីពឹងហើយយើងអត់ចម្រើនបញ្ញាទេក៏ឈ្មោះថាមិនមានខ្លួនឯងជាទីពឹងដដែលអញ្ចឹងណាអញ្ចឹងខ្លួនឯងដែលមានខ្លួនឯងជាទីពឹងទល់តែខ្លួនមានបញ្ញាហើយបញ្ញានោះកើតដោយសារការស្ដាប់ការគិតនិងការចម្រើនពិសេសគឺស្ដាប់នៅធម៌របស់អ្នកត្រាស់ដឹងតែម្ដងកន្លែងនេះអស្ចារ្យណាស់មិនមានសាសនាណានិយាយក្នុងរឿងហ្នឹងទេហ្នឹងហើយអត់មានសាសនាណានិយាយរឿងហ្នឹងទេខ្ញុំធានាអត់មានទេទោះបីមានវិធីលួងចិត្តមិនឲ្យភ័យខ្លះអីក៏ពិតមែនប៉ុន្តែมันមានសេចក្តីក្លាហានថាឲ្យឈប់ពឹងរបស់ដទៃអញ្ចឹងទេអត់ទេគឺមានតែបរិញ្ញាយើងឲ្យទៅពឹងតែពុទ្ធអត់ឲ្យពឹងប៉ុន្តែឲ្យពឹងខ្លួនឯងប៉ុន្តែមកកលៈទៀតថាខ្លួនឯងជាទីពឹងរបស់ខ្លួនឯងបានគឺទល់តែខ្លួននឹងមានបញ្ញាអញ្ចឹងណាឃើញច្បាស់នៅសភាវៈតាមសេចក្តីពិតដែលកើតអំពីបច្ច័យហើយម្យ៉ាងទៀតពាក្យថាឃ្លាតមានខ្លួនជាទីពឹងហ្នឹងគឺស្មើនឹងមានធម៌ជាទីពឹងតែម្ដងអញ្ចឹងស្មើគ្នាហ្នឹងហើយមកកលៈទៀតហ្នឹងគឺថាកុំយករបស់ណាជាទីពឹងកុំយករបស់ដែលមានជាតិជរាព្យាធិមរណៈជាទីពឹងមកកន្លែងទៀតបងថាត្រូវយករបស់ណាដែលមិនចូលទៅកាន់ការចាស់ជរា
ចុះរបស់ណាដែលមិនចាស់ចរិយាសតញ្ញធម្មោអ្នកចរិងអបេតេគឺធម៌របស់សប្បុរសហ្នឹងមិនចូលទៅកាន់ការចាស់ចរិយាទេធម៌របស់សប្បុរសគឺពោធិបក្ខយធម៌នឹងឯងដែលមានសតិប្បដ្ឋាន4ជាដើមអញ្ចឹងណាអញ្ចឹងស្មើគ្នាយកធម៌ជាទីពឹងហើយនឹងយកខ្លួនជាទីពឹងហ្នឹងកន្លែងហ្នឹងស្មើគ្នាខ្លួនជាទីពឹងគឺបញ្ញាដែលយល់ដឹងនៅពធនឹងឯងស្មើគ្នាទេគ្រាន់តែផ្សេងដោយការនិយាយបរិយាយក៏ប៉ុន្តែបុគ្គលដែលមានខ្លួនជាទីពឹងគឺត្រង់ដែលខ្លួនមានបញ្ញាយល់ច្បាស់នៅសច្ចធម៌នោះតែប៉ុណ្ណោះមានពេលខ្លះយើងថាឲ្យយកធម៌ជាទីពឹងយើងស្ដាប់មិនទាន់យើងទៅពឹងធម៌ហ្នឹងឲ្យជួយម្ដោះយើងអីចេះចុះយល់ខុសទៀតហ្នឹងហើយគឺថានិយាយថាមានខ្លួនជាទីពឹងហ្នឹងជួនកាលខ្លួនមិនដឹងជាខ្លួនអីបញ្ញត្តិវាអត់ច្បាស់ក៏វាទៅជាហេលហាលមិនដឹងថាវាមានលំនឹងអីដែលយើងអត់មានបញ្ញាអញ្ចឹងបានយើងដែលស្ដាប់ទេថាព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គសម្ដែងពធដោយអនេកបរិយាយអនេកបរិយាយហ្នឹងគឺមកពីអនេកហើយនឹងបរិយាយអនេកប្រែថាមិនមែនតែមួយរបៀបទេព្រះអង្គបញ្យល់ច្រើនរបៀបណាស់ធ្វើយ៉ាងណាឲ្យយើងមានខ្លួនឯងជាទីពឹងពិតប្រាកដមានធម៌ជាទីពឹងពិតប្រាកដលែងច្របូកច្របល់លែងកុហលកាហាយលែងជ្រួលច្រាលជ្រួលជ្រើមទឹកពឹងរបស់ដែលមិនគួរពឹងនោះ